ការអនុវត្ត FMS នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឲ្យកាន់តែមានប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពប្រមុខរាជរដ្ឋាភិបាលយោធាត្រូវតែបើកវិវត្តតាមលោកបងប្អូនយើងនៅទីនេះយល់ច្បាស់ណាស់ថាបញ្ហាប្រឈមយើងនៅកន្លែងណាសម្រាប់វិស័យមួយនោះទាំងសុខាភិបាលទាំងការអប់រំនឹងមិនជជែកគ្នាពីរឿងបែងចែកមន្ត្រីទៅតាមខេត្តទៅតាមអីទាំងអស់ហ្នឹងការបើកវិវត្តការអនុវត្តស្អីទាំងអស់ហ្នឹងការចាយវាយនៅអង្គភាពតូចៗអីទាំងអស់ហ្នឹងនៅតាមខេត្តតាមអីសតតែរឿងដែលយើងពិបាកធ្វើបើសិនណាជាគ្មានប្រព័ន្ធបច្ចេកវិទ្យាយើងកែតម្រង់ខិតខំទាំងអស់គ្នាបានខិតខំណាស់កែតម្រង់ឲ្យមានជាគ្រឹះស្ថានសាធារណៈអីក្នុងវិស័យសុខាភិបាលអីក្នុងអប់រំអីប៉ុន្តែមិនគ្មានប្រព័ន្ធនេះទេការកែតម្រង់ហ្នឹងវានៅតែខ្វះចន្លោះវានៅតែអត់បានរលូនការធ្វើឲ្យមានតម្លាភាពនៅតែមានកម្រិតហើយចុងក្រោយប្រសិទ្ធភាពនៅតែពិបាកការគិតវាក្នុងករណីណាមួយនៅតែអាចធ្វើទៅបានប៉ុន្តែដល់ពេលចូលដាក់ក្នុងប្រព័ន្ធយើងឃើញថាដោះស្រាយបានច្រើនហើយជាពិសេសយើងមានស្មារតីគិតផលប្រយោជន៍មានប្រសាសន៍នៅក្នុងកម្មវិធីបញ្ជ្រាបការយល់ដឹងស្ដីពីការដោយអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេសតាម FMS និងការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេសក្នុង FMS ជូនដល់ក្រសួងស្ថាប័ននិងអង្គភាពថវិកាណាបផ្ទេរសិទ្ធិពេញលេញកាលពីថ្ងៃទី21ខែឧសភាឆ្នាំ2026កន្លងទៅអាយដាមមនសិភាចាហ៊ានសាហ៊ីបរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMS បានឲ្យដឹងថាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគឺជាកត្តាចាំបាច់បំផុតក្នុងការគាំទ្រដល់ការអនុវត្តថវិកានិងហិរញ្ញវត្ថុរបស់ជាតិនិងជាស្មារតីគិតគូរផលប្រយោជន៍រួមក្នុងចក្រភាពតួអង្គតែមួយជាពិសេសការផ្លាស់ប្ដូរនីតិវិធីអនុវត្តការងារដោយដៃមកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានប្រែក្លាយបញ្ហាប្រឈមពីភាពស្មុគស្មាញទាំងនោះប្រែក្លាយជាកុលានុវត្តភាពនិងជាធម៌ពលនៃការអភិវឌ្ឍជាតិអាយដាមរដ្ឋសភាចាបានគូបញ្ជាក់បន្ថែមថាក្នុងដំណាក់កាលនេះការអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេសត្រូវបានដោយអនុវត្តបន្ថែមនៅក្រសួងចំនួន8រួមមានក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងសុខាភិបាលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្រសួងប្រៃសណីย์និងទូរគមនាគមន៍ក្រសួងធនធានទឹកនិងឧតុនិយមក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍តាមរយៈ FMS ក្រសួងស្ថាប័នអាចស្នើសុំធានាចំណាយអនុវត្តកិច្ចលទ្ធកម្មនិងទូទាត់ចំណាយតាមរំហោអនុម័តដែលមានភាពច្បាស់លាស់និងអាចតាមដានបានជាមួយគ្នានេះការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេសនឹងត្រូវដាក់ឲ្យអនុវត្តបន្ថែមទៅក្រសួងចំនួន3គឺក្រសួងអប់រំយុវជននិងកីឡាក្រសួងសុខាភិបាលនិងក្រសួងធនធានទឹកនិងឧតុនិយមការដោយប្រើប្រាស់ FMS ក្នុងកិច្ចការនេះនឹងជួយបញ្ចប់នៅការកត់ត្រាទិន្នន័យបែបដាច់ដោយឡែកតាមឯកសារឬតារាងខាងក្រៅប្រព័ន្ធនិងផ្ដល់នូវទិន្នន័យចំណាយពេញលេញស្របតាមគតិយុត្តនិងងាយស្រួលសម្រាប់ការរៀបចំរបាយការណ៍និងការសម្រេចចិត្តបានឆាប់រហ័សនិងមានសុក្រឹតភាពខ្ពស់ការអនុវត្ត FMS នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឲ្យកាន់តែមានប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពដោយអនុញ្ញាតឲ្យមានការតាមដានរំហោអនុម័តតាមដំណាក់កាលការទទួលបានទិន្នន័យចំណាយនិងស្ថានភាពសាច់ប្រាក់ទាន់ពេលវេលាព្រមទាំងកាត់បន្ថយនីតិវិធីក្រៅប្រព័ន្ធនិងការប្រើប្រាស់ឯកសារជាក្រដាសហើយការចូលរួមអនុវត្តការងារនេះក៏ជាមូលដ្ឋានសំខាន់សម្រាប់ការបន្តអភិវឌ្ឍឆ្ពោះទៅរកប្រព័ន្ធថវិកា Digital ពេញលេញនិងការរួមចំណែកក្នុងការពង្រឹងឲ្យបាននូវតម្លាភាពគណនេយ្យភាពប្រសិទ្ធភាពជាពិសេសការធ្វើឲ្យមានអភិបាលកិច្ចល្អក្នុងការគ្រប់គ្រងថវិកាសម្រាប់ការវិនិយោគសាធារណៈនៅកម្ពុជា